Nên khang lớnគាត់ត្រូវបានគូត្រង់របស់គាត់ក៏គាត់ទាំងហួសហ្មងអ្នកទាំងគ្នាប៉ុន្តែជាសំណាងល្អដែលគាត់រួចខ្លួនបានដោយសារតែជាជាប់ពាក្យដែលគាត់ពាក់នឹងដៃរឿងក្តីនេះគឺកើតឡើងតាំងពីឆ្នាំ2011ដោយផ្ដើមចេញពីនារីម្នាក់ដែលគាត់មានឈ្មោះថា Michaelin ដែលគាត់គឺជាជនជាតិ Poland Michaelin គាត់បានតាក់ទងជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Marcin ដោយ Marcin គឺមានអាយុខំ Michaelin ដល់2ឆ្នាំ Michaelin មានអាយុ27ឆ្នាំនិងពេលកើតហេតុហើយនឹង Marcin គឺមានអាយុត្រឹមតែ25ឆ្នាំមានអ្នកទាំងគ្នាពេលដំបូងពីអ្នកគាត់តាក់ទងគ្នាលក្ខណៈសង្សាររហូតដល់ថ្ងៃមួយ Marcin គាត់ក៏បានសម្រេចចិត្តសុំ Michaelin នឹងភ្ជាប់ពាក្យនៅស្រុកគេនៅពេលដែលភ្ជាប់ពាក្យហើយគឺគេអាច move ទៅនៅមួយគ្នាសារអនាគតកសាងគ្រួសារដោយមិនទាន់ចង់រៀបការក៏បានដែរមិនថាតើតបជាប់ពាក្យអីសូម្បីតែសង្សារគ្នាយើងអាច move ទៅជាមួយគ្នាក៏អត់មានអ្នកគេថាអីដែរវាគឺជារឿងធម្មតានៅស្រុកគេហើយគាត់ក៏បានជាប់ពាក្យហើយគាត់ក៏បាន move ពីប្រទេស Poland ហ្នឹងទៅរស់នៅប្រទេសអង់គ្លេសកសាងគ្រួសារជាមួយគ្នាដែលអត់ទាន់ការទេពេលដែលជាប់ពាក្យហើយគឺពីរអ្នកគាត់ស្នេហ៍គ្នាល្អល្អអីធម្មតាអញ្ចឹងគាត់ថានៅពេលដែលគាត់មានកូនអារម្មណ៍ម្នាក់គឺចាប់ផ្ដើមប្រែប្រួលជាពិសេសគឺមកជាអ្នកទាំងគ្នាគឺគាត់ចាប់ផ្ដើមលកម្មលកោសជាមួយគ្នាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់ Michaelin ដោយសារតែគាត់ទៅក្រៅគាត់ឃើញនារីអីផ្សេងៗអញ្ចឹងទៅគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាធុញគូត្រង់របស់គាត់ណាអញ្ចឹងពីអ្នកគាត់តែងតែឆ្លោះប្រកែកគ្នាអ្នកទាំងគ្នាគឺអត់ដូចពេលដំបូងដែលស្រឡាញ់គ្នារហូតដល់ពេលដែលកូនប្រុសគាត់មានអាយុ3ឆ្នាំគឺពេលហ្នឹងហើយពីអ្នកគាត់គឺសម្រេចចិត្តថាបែកគ្នាដោយសារតែពីអ្នកគាត់គឺរស់នៅអត់ចុះសម្ដងគ្នាហ្មងមកជាតែងតែរករឿងឆ្លោះ Michaelin រហូតពេលហ្នឹងដែរ Michaelin គឺគាត់សម្រេចចិត្តថាគាត់នឹងយកកូនរបស់គាត់ដែលមានអាយុ3ឆ្នាំហ្នឹងត្រឡប់ទៅប្រទេសរបស់គាត់វិញប្រទេស Poland វិញដើម្បីរស់នៅចិញ្ចឹមកូនតែឯងអញ្ចឹងទៅបើសិនជាគាត់បែកជាមួយនឹង Marcin វិញប៉ុន្តែ Marcin គឺគាត់ភ័យខ្លាចMichaelin ហ្នឹងយកកូនទៅឲ្យគាត់ជួបអីចឹងគឺគាត់អត់ចង់ឲ្យយកកូនទៅប្រទេស Poland វិញឯងគាត់ខ្លាចបានជួបកូនទៀតអញ្ចឹងគាត់ក៏គិតរកផែនការដើម្បីកម្ចាត់ Michaelin ចោលនិយាយទៅគឺអត់មានរកនិយាយគ្នាដោយសន្តិវិធីអីណាគិតបបគឺចង់កម្ចាត់ចង់សម្លាប់យកបណ្ដោយរហូតដល់ថ្ងៃទី28ខែ5ឆ្នាំ2011 Marcin គឺគាត់ចាប់ផ្ដើមធ្វើគម្រោងការរបស់គាត់ហើយដោយគាត់បានហៅមិត្តភក្តិម្នាក់មកផ្ទះដែរមិត្តភក្តិរបស់គាត់ហ្នឹងគឺមានឈ្មោះថា Patrick ដែលមានអាយុ18ឆ្នាំនៅពេលដែល Patrick ហ្នឹងមកដល់នៅពេលដែល Michaelin គឺគាត់របៀបថារវល់ទួភ្ញៀវឬក៏និយាយលេងអត់ប្រយ័ត្នខ្លួនអញ្ចឹងទៅMarcin ហ្នឹងគឺគាត់បានយកប្រដាប់ឆក់ទៅឆក់ Michaelin ឡើងស្លាប់មកតបពី Michaelin ស្លាប់គឺគាត់បានចងដៃចងជើងទុកនៅក្នុងផ្ទះហ្នឹងឡើង6ម៉ោងអ្នកនរគ្នាបន្ទាប់ពី6ម៉ោងក្រោយគាត់ហើយនឹង Patrick ហ្នឹងគឺបានលើករាងកាយរបស់ Michaelin ហ្នឹងដាក់នៅក្នុងឡាំងមួយធំហើយបន្ទាប់មកលើកដាក់គូឡានដើម្បីជិះទៅមើលព្រៃចិត្តហ្នឹងដើម្បីយកកប់មកដោយពេលដល់ព្រៃចិត្តហ្នឹងគឺគាត់បានយកឡាំងដែលមាន Michaelin នៅក្នុងហ្នឹងដាក់នៅក្នុងដៅហើយបន្ទាប់មកគាត់កាយដីកប់ទាំងហួសហ្មងអ្នកនរគ្នាគាត់ថាពេលហ្នឹង Michaelin គឺគាត់ស្លាប់រហូតកំឡុងពេលដែលគាត់កំពុងតែកប់ហ្នឹងជាសំណាងល្អអីដែល Michaelin គឺគាត់ដឹងខ្លួនដោយសារតែសំឡេងដីអ្នកទាំងគ្នាតែយើងកប់ទៅយើងឈប់ឆាអីចឹងតែធ្វើឲ្យគាត់ដឹងខ្លួនប៉ុន្តែពេលហ្នឹងគឺគាត់ដឹងខ្លួនថាអូគេកប់គាត់ហើយតែគាត់អត់ហ៊ានមាត់អីទេដោយសារខ្លាចថាពីអ្នកហ្នឹងដឹងថាគាត់ដឹងខ្លួនចឹងគាត់ព្យាយាមរបៀបថានៅស្ងៀមរហូតដល់ពីអ្នកហ្នឹងជីកដីកប់ហើយគឺអត់ចាប់ត្រឹមហ្នឹងទេថែមទាំងយក make sure នៅម្ដុំហ្នឹងដែលមានទម្ងន់ដល់40គីឡូគឺដាក់ពីលើដីដែលកប់ហ្នឹងហើយទៀតបន្ទាប់ពីធ្វើអញ្ចឹងហើយគឺគាត់ចាប់តាមជិះឡានចេញទៅហើយគាត់គិតថាអូកប់តែប៉ុណ្្នឹងហើយគឺចប់តែអត់ចប់ទេ Michaelin ពេលហ្នឹងដែរគឺគាត់ចាប់ដើមរកវិធីដើម្បីយករួចខ្លួនហើយដោយពេលហ្នឹងគឺគាត់បានឃើញជានដែលសុំជាប់ពាក្យដែល Marcin សុំគាត់ជាប់ពាក្យហ្នឹងគឺគាត់យកអាជានពេជ្រហ្នឹងដើម្បីយកមកកាត់ស្កុតដែលហុំដៃគាត់ហ្នឹងគាត់ព្យាយាមខ្លាំងមែនតើអ្នកនរគ្នាខ្ញុំជឿហ្មងថាអាជានទូចទេហើយយកមកកាត់ស្កុតគឺវាមិនងាយណាគឺគាត់ព្យាយាមខ្លាំងមែនតើនឹងកាត់ស្កុតកាត់អីចេញពីដៃពីជើងពីមាត់អីបានទាំងអស់ហើយបន្ទាប់មកគាត់ចាប់ដើមយកដៃគាត់ហ្នឹងដាល់អាដីដែលរបៀបថាដីដែលគេគ្របពីលើឡាំងហ្នឹងណាដាល់ឲ្យគាត់ចាប់ដើមយកក្បាលគាត់នឹងបោកធំបើធ្វើរបៀបថាឲ្យតែបានចេញពីអាកន្លែងក្នុងដីហ្នឹងណាទីបំផុតជាយើងក៏បានសម្រេចអ្នកនរគ្នាគឺគាត់ចេញពីរណ្ដៅហ្នឹងបានហើយពេលដែលគាត់ឲ្យការទៅប៉ូលីសគឺគាត់និយាយថាចេះពេលហ្នឹងគឺគាត់នឹកឃើញកូនប្រុសគាត់បានគាត់មានកម្លាំងនៅក្នុងការចេញពីរណ្ដៅហ្នឹងណាបើសិនជាអត់មានកូនប្រុសគាត់ទេគាត់អត់មានកម្លាំងចិត្តនឹងចេញទេអ្នកនរគ្នាគាត់តែនឹកឃើញកូនប្រុសគាត់ព្រាបដូចគាត់មានកម្លាំងហ្មងណាគាត់និយាយថាគាត់ត្រូវតែហួសអ្នកនរគ្នាដើម្បីចិញ្ចឹមកូនគាត់ឲ្យបានល្អនិយាយមកគាត់និយាយតែប៉ុណ្្នឹងមកអូយដឹងថាទឹកចិត្តជាម្ដាយគឺខ្លាំងហ្មងព្រោះហ្នឹងឯងបើសិនជាគាត់ស្លាប់ទៅអ្នកដែលចិញ្ចឹមកូនគឺឪពុកឲ្យឪពុកច្រកអញ្ចឹងមិនចិញ្ចឹមកូនបានល្អបើច្រកអត់ល្អផងហ្នឹងឥឡូវយើងតរឿងក្តីយើងទៀតចុះបន្ទាប់ពីគាត់ចេញពីរណ្ដៅហ្នឹងហើយគាត់ក៏បានដើរជួបនឹងវាថាប្រជាជនល្អអញ្ចឹងទៅគេក៏បានខលទៅប្រឹងប៉ូលីសគាត់ទៅប្រឹងប៉ូលីសគឺគាត់រាយការណ៍ពីដើមហេតុទៅប៉ូលីសគេក៏បានទៅដល់ផ្ទះរបស់ Marcin ហ្នឹងដើម្បីចាប់ខ្លួនគាត់ពេលទៅដល់ហ្នឹងគឺគេចាប់ដើមចាប់ខ្លួនពីអ្នកហ្នឹងយកមកពេលដែលប៉ូលីសសួរចម្លើយ Marcin ហ្នឹងគឺគាត់និយាយថាគាត់ធ្វើអញ្ចឹងដើម្បីតែចង់បំភ័យ Michaelin ទេនិយាយមែនអាហ្នឹងគឺជាការប៉ុនប៉ងសម្រាប់អីបើសិនជាឧទាហរណ៍ថាគាត់រត់រួចអត់បានទេគាត់មិនត្រូវស្លាប់នៅក្នុងហ្នឹងហើយគាត់មិនមែនជាការបំភ័យទេអ្នកនរគ្នាអញ្ចឹងប៉ូលីសគឺគេអត់ជឿទេអញ្ចឹងគេក៏បានយកគាត់ឡើងតុលាការអីចឹងទៅពីរអ្នកហ្នឹងដោយ Patrick ដែលជាអ្នកហ៊ុនកំណត់ហ្នឹងគឺជាប់គុក4ឆ្នាំកន្លះចំណែកឯ Marcin ហ្នឹងគឺគាត់ជាប់គុក20ឆ្នាំអ្នកនរគ្នាខ្ញុំគាត់ថា20ឆ្នាំគឺតិចខ្លាំងមែនតើមកសម្រាប់មនុស្សខុសខើដូចគាត់ណាទង្វើដែលគាត់ធ្វើហ្នឹងមិនមែនប៉ុនប៉ងតែសម្លាប់នេះណាគឺគាត់ធ្វើឲ្យ Michaelin ហ្នឹងគឺគាត់មានរបួសផ្លូវចិត្តហ្មងអ្នកនរគ្នាដោយសារអីពេលដែលគេសួរគាត់ហ្នឹងគឺគាត់និយាយថា
គាត់គឺនៅតែភ័យខ្លាចរហូតមកដល់ឥឡូវគាត់ដេកយល់សប្តិរហូតយល់សប្តិអាខ្វាគាត់ខ្លាចថាថ្ងៃណាមួយមកជានឹងគឺនឹងមកព្យាយាមសម្រាប់គាត់ម្ដងទៀតគឺគាត់រស់នៅក្នុងភាពភ័យខ្លាចចានិយាយមែនគាត់រឹងមាំណាស់ដែលគាត់មានសតិគ្រប់គ្រាន់តាំងស្មារតីបានបើសិនជាខ្ញុំក្នុងហេតុការណ៍ហ្នឹងគឺខ្ញុំមិនដឹងត្រូវធ្វើម៉េចហ្មងហើយបើសិនជាខ្ញុំមិនដឹងខ្ញុំស្លុតមកចារឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងអូនមានរឿងក្តីអីដែលចង់សំណូមពរខ្ញុំនិយាយអាចខមមិននៅក្រុមហ្នឹងបានហើយចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ